រឿងនិទានអប់រំអត្តចរិតកុមារត្រូវចេះចែករំលែកសុជាកំពុងតែលេងបាល់តូចៗជាមួយមិត្តភក្តិយ៉ាងសប្បាយពេលនោះធីរាបានកាន់នំមួយកញ្ចប់ដើរមកអង្គុយញ៉ាំក្បែរបងប្រុសសុជាឃើញប្អូនស្រីញ៉ាំនំគេក៏ឃ្លានចង់ញ៉ាំដែរសុជានិយាយទៅកាន់ប្អូនស្រីថាធីរាបងសុំនំមួយម៉ាត់មកធីរាក៏ឆ្លើយវិញថាអត់ទេវាជានំរបស់ខ្ញុំអត់ឲ្យបងញ៉ាំទេសុជាក៏ខឹងហើយក៏ស្ទុះទៅដណ្ដើមនំពីដៃរបស់ធីរាធ្វើឲ្យនំនោះជ្រុះធ្លាក់នៅលើដីកំពុកអស់ធីរាក៏ស្រែកយំយ៉ាងខ្លាំងម៉ាក់ឮសំឡេងក៏រត់មកមើលម៉ាក់ក៏សួរទៅធីរាកើតអីកូនហេតុអ្វីបានជាយំធីរាក៏តបវិញថាបងសុជាដណ្ដើមនំខ្ញុំធ្វើឲ្យកំពុកអស់ហើយម៉ាក់ក៏ពន្យល់ទៅកូនទាំងពីរថាកូនមើលចាឥឡូវនំកំពុកអស់ហើយគ្មានអ្នកណាបានញ៉ាំទេម៉ាក់ចង់ប្រាប់កូនថាធ្វើជាបងប្អូននឹងគ្នាត្រូវចេះស្រឡាញ់គ្នានិងចេះចែករំលែកជាពិសេសកុំឆ្លោះគ្នាដោយសារតែរឿងហូបឲ្យសោះម្យ៉ាងវិញទៀតពេលមានរឿងអ្វីកូនត្រូវចេះនិយាយថាកុំប្រើកម្លាំងបាយព្រោះវានឹងធ្វើឲ្យមានតែការបាត់បង់ដោយពេលនេះអីចឹងសុជានិងធីរាស្ងាត់ឈឹងស្ដាប់ម៉ាក់ពន្យល់ហើយពួកគេទាំងពីរក៏បានយល់ស្អែកឡើងធីរាកំពុងលេងគូគំនូនៅក្នុងផ្ទះម្នាក់ឯងសុជាបានដើរមកកាន់ឡានជ័រនឹងតុក្កតាមួយយកមកឲ្យប្អូនស្រីធីរាឃើញហើយក៏ត្រេកអរយ៉ាងខ្លាំងហើយក៏និយាយថាអរគុណបងប្រុសប្អូនសុំទោសដែលកាលពីម្សិលមិញប្អូនអត់ឲ្យបងញ៉ាំនំជាមួយសុជាក៏តបវិញថាបងក៏សុំទោសដែរដែលបងដណ្ដើមនំប្អូនធ្វើឲ្យកំពុកអស់គ្មានសល់ក្រោយមកពួកគេមិនដែលឆ្លោះប្រកែកគ្នាដោយគ្មានសិលធម៌ទៀតឡើយទោះជាមានរឿងអ្វីក៏ដោយគេទាំងពីរនាក់តែងតែនិយាយដោយភាពអធ្យាស្រ័យទៅវិញទៅមកគតិអប់រំការចេះចែករំលែកធ្វើឲ្យយើងមានសេចក្តីសុខទាំងអស់គ្នាជៀសវាងការឆ្លោះប្រកែកដែលនាំឲ្យបាត់បង់ឬខូចខាតដូចជារឿងនំកំពុកនេះជាដើមរឿងនិទានអប់រំអត្តចរិតកុមារត្រូវចេះចែករំលែកចាប់តែប៉ុណ្ណេះសូមជម្រាបលា